គម្រោងប្រជាជនណដៃជោចាប់ផ្ដើមជីកនៅពេលទឹកស្រកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនអាយុដំផនរឹមបានគូបញ្ជាក់ថាគម្រោងប្រជាជនណដៃជោមិនមានការប្រែប្រួលទេនិងកំពុងដំណើរការតាមកាលបរិច្ឆេទនៃដំណាក់កាលនីមួយៗប្រជាជននេះចាប់ផ្ដើមជីកនៅពេលទឹកស្រកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខតាមរយៈបណ្ដាញសង្គមការងារផ្លូវការនានាព្រឹកថ្ងៃទី22ខែតុលាអាយុដំផនរឹមបានលើកឡើងថាបច្ចុប្បន្នគម្រោងប្រជាជនណដៃជោស្ថិតក្នុងដំណាក់កាលវាស់វែងនិងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋគម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្ត្រនេះគឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាគម្រោងនេះបានបន្តយ៉ាងយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងធម៌ពលដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃសភាក្រោមការដឹកនាំប្រកបដោយកតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែង